នៅក្នុងទឹកដ៏ស្ងាត់ជ្រងំមានសត្វចម្លែកដ៏អស្ចារ្យមួយកំពុងតែលាក់ខ្លួនសត្វខ្លាឈីតាកំពុងតែផឹកទឹកយ៉ាងមានក្តីសុខក៏ប៉ុន្តែវាមិនដឹងទេថាគ្រោះថ្នាក់បានចូលមកដល់បើមើលមួយផ្លែតគ្មានអ្វីដែលជាទីសម្គាល់និងមិនមានអ្វីធ្វើជាការសង្ស័យនោះទេពួកវាបានខិតខំប្រឹងប្រែងលាក់ខ្លួនយ៉ាងជិតល្អដើម្បីរងចាំឱកាសនិងវាយប្រហារទៅលើសត្វទាំងឡាយណាដែលចុះផឹកទឹកដើម្បីធ្វើជាចំណីដ៏ឈ្ងុយឆ្ងាញ់នោះជាសត្វក្រពើពួកវាពូកែធ្វើពុតនិងលាក់ខ្លួនយ៉ាងស្ងប់ស្ងាត់នៅក្រោមទឹកសត្វជ្រូកមួយក្បាលក៏មានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលដែលវាផឹកទឹកម្ដងៗការហក់ចេញមកដូចជាខ្មោចលងក៏ប៉ុន្តែជាសំណាងល្អសត្វជ្រូកនេះរហ័សរហួននិងរត់គេចបាននៅក្នុងព្រៃដ៏សែនស្ងាត់ជ្រងំនេះអ្នកដែលមានការប្រុងប្រយ័ត្នខ្ពស់អាចនឹងរស់រានមានជីវិតក៏ប៉ុន្តែអ្នកដែលមិនបានប្រុងប្រយ័ត្នប្រកបណាស់ពួកវានឹងចាប់អូសចូលទឹកនិងធ្វើជាចំណីដ៏សែនឈ្ងុយឆ្ងាញ់ឱកាសមិនមែនចេះតែមាននោះទេពួកវាខិតខំប្រឹងប្រែងលាក់ខ្លួនយ៉ាងណាក៏ប៉ុន្តែពេលខ្លះវាមិនបានដូចបំណងនោះទេរីឯថ្ងៃខ្លះទៀតពេលខ្លះជួបរបស់ពិតពួកវាចង់វាយប្រហារទៅកាន់ដំរីមួយហ្វូងនេះផងដែរក៏ប៉ុន្តែអ្វីដែលនឹកស្មានមកដល់គឺដំរីមានកម្លាំងខ្លាំងនៅពេលដែលធ្វើឲ្យដំរីខឹងលទ្ធផលពិតជាគួរឲ្យសោកស្ដាយទីបំផុតសត្វក្រពើត្រូវបានជន់បំបាក់ឆ្អឹងដោយសត្វដំរីដ៏ធំមួយនេះពិតជាគួរឲ្យសោកស្ដាយខ្លាំងណាស់